Hello សួស្តីអ្នកនរគ្នាចូលជាមួយខ្ញុំបែក Fake មកវត្តថ្ងៃនេះយើងនឹងបន្តសម្រាប់សាច់រឿងឃាតករសម័យកម្រិតទេលភាពរបស់យើងទាំងអស់គ្នាចូលសាច់រឿងរបស់យើងទៅម្ដងទៅក្រោយខាត់ពេលវេលាយូរពេកពួកមនុស្សមួយក្រុមនេះក៏បានមកដល់កន្លែង spawn វិញបាត់ទៅហើយមេក្រុមរបស់វាបាននិយាយថាយើងមិននឹកស្មានថាយើងធ្លាប់មកទីនេះម្ដងទៀតតទេសោះប៉ុន្តែពួកគេនៅតែមិនទាន់បោះបង់កំណត់របស់គេចោលពួកគេនៅតែបន្តទៅដល់ដែរអានេះសងបានមកដល់កន្លែងបោះនោះបាត់ទៅហើយពេលដែលគាត់បានស្លាប់មួយដងសើដូបោះសួរក្មេងស្រីសក់ពណ៌ក្រហមនោះថាហេតុអ្វីបានជាមានដុំអាយុកាលច្រើនបែបនេះនៅកន្លែងនេះនាងបានប្រាប់ថាមនុស្សមួយក្រុមដែលបានតាមស្លាប់នាងត្រូវបានស្លាប់ដោយបើមួយនោះឬបែបនឹងសាដូក៏បានយល់ផងដែរសាដូបានមើលទៅកាន់បោះមួយនោះហើយក៏បានកើតក្នុងចិត្តថាកប៉ាល់ខ្មោចមាសមួយនេះវានឹងធ្វើការជានរឈាមរបស់វាមកវិញនៅពេលដែលបើកការវាប្រហារទៅកាន់វាអស់ឈាមពេលកណ្ដាលវានឹងធ្វើការបាក់ខ្លួនតែម្ដងនេះជារបៀបភាគច្រើនដែល player មិនអាចយកឈ្នះជាមួយវាបានតែពេលនេះខ្ញុំបានឃើញរាល់ចលនារបស់វាទាំងអស់ហើយក៏បានប្រើ person ដាបើកការវាប្រហារទៅកាន់បោះមួយនោះក៏បានប្រើ skill របស់វាផងដែរសូដូបានកិច្ចពី skill របស់វាយ៉ាងងាយស្រួលតែម្ដងក៏បានប្រើ skill របស់គាត់មួយទៀតបើកការវាប្រហារទៅកាន់បោះមួយនោះតែម្ដងយើងបានឃើញពួកវាមកដល់កន្លែងនេះទៀតហើយដែលមកក្នុងគោលបំណងអាក្រក់ដូចជារដងអញ្ចឹងនាងបានឃើញពួកវាផងដែរហើយនាងបាននិយាយថាពួកមនុស្សល្ងីល្ងើមកទៀតហើយវាអាចបង្កជាបញ្ហាទៅកាន់អ្នកជំនាញមកខ្ញុំត្រូវតែធ្វើអ្វីមួយនាងបានប្រើវេទមន្តរត់តែបាញ់ត្រូវគ្នាវាចំនួន2នាក់ផងដែរក្រោយពីត្រូវការវាប្រហារមួយនោះពួកវាក៏បានបង្វែរគោលដៅមកកាន់នាងវិញមុនបើការវាប្រហារទៅកាន់គេប៉ុន្តែពេលនេះបានរត់ផងហើយស្រែករកអ្នកជួយផងយើងបានឃើញមនុស្សមួយក្រុមទៀតក៏បានធ្វើដំណើរមកដល់កន្លែងនេះផងដែរមើលទៅកាន់មុខរបស់ពួកវាទៅយើងដឹងហើយថាពួកវាមិនមានបំណងល្អនោះទេសាដូកំពុងតែស្វិតស្វែងប្រយោជន៍ជាមួយនឹងបងមួយនោះពេលនេះគាត់មានអារម្មណ៍ថាគាត់បានហត់ហើយគាត់ស្ទើរតែសម្លាប់បងមួយនោះបានប៉ុន្តែការសម្លាប់វាពិតជាមិនធម្មតាមែនសូម្បីតែគាត់មាន level 5ក៏ដោយនៅតែពិបាកក្នុងការសម្លាប់វាដោយម្នាក់ឯងដើម្បីរបស់ខ្ញុំតិចពេកដែលធ្វើខ្ញុំចំណាយពេលយ៉ាងយូរដើម្បីប្រយោជន៍ជាមួយវាហើយក៏បានទាក់ទាញមនុស្សជាច្រើនតាមការសង្កេតមើលតាមចក្ខុវិស័យរបស់ខ្ញុំមនុស្សមួយក្រុមដែលបានដេញតាមនារីម្នាក់នោះដូចជាមនុស្សដែលបានស្លាប់រួចទៅហើយរួមទាំងមនុស្សដែលបានពួនដើមឈើមួយនោះពួកគេកំពុងតែចាំបើកការវិភាគសម្រាប់ខ្ញុំនៅពេលដែលខ្ញុំសម្លាប់បងមួយនោះរួចហើយពួកគេនឹងប្លន់យករបស់ខ្ញុំទាំងអស់តែម្ដងបន្ទាប់មកសាដូក៏បានសម្លាប់បោកកប៉ាល់ខ្មោចមាននោះតែម្ដងប្រព័ន្ធបានចេញមកដោយប្រាប់យើងថាសាដូបានសម្លាប់បងមួយនោះរួមទាំងក៏ទទួលបានបន្ទុកបទពិសោធន៍ចំនួន 4800 ពេលនេះគាត់ឡើងទៅកាន់ level 8ហើយរួមទាំង Evil Point របស់គាត់ទទួលបាន7អាយុកាលគឺ216ថ្ងៃសាដូបានប្រើ skill របស់គាត់ដែលមានឈ្មោះថាសាដូស្នេហ៍បំបង្កាយភ្លាមតែម្ដងហើយក៏បានកើតក្នុងចិត្តថាមើលទៅវាហាក់បីដូចជាសម្បត្តិដ៏ល្អអញ្ចឹងប៉ុន្តែការកាត់ពិចារណាឲ្យពិតប្រាកដគឺគាត់បានខុសច្បាប់ក្រៅពីបានសម្លាប់មនុស្សដែលបានតាមដានរបស់គាត់ទាំងអស់គាត់នឹងជាប់ឈ្មោះជា killer តែម្ដងការប្រកាសរបស់ប្រព័ន្ធឬគ្រប់កន្លែងតែម្ដង player ដែលមានឈ្មោះថាសាដូគឺជា server ទី1ដែលបានសម្លាប់បោក Golden មុនគេលើបែបហ្នឹងមនុស្សនៅទីក្រុងមានការភ្ញាក់ផ្អើលជាខ្លាំងរួមទាំង CU ផងដែរក៏មានការភ្ញាក់ផ្អើលផងដែរហើយនាងបាននិយាយថាបើ player សាដូនោះអាច carry ឲ្យនាងឡើង level បាននាងនឹងខ្លាំងជាងបងប្រុសរបស់នាងដែលមានឈ្មោះថាឈុនហ្វឹងសូមបញ្ជាក់ប្រាប់នាងទាំងអស់គ្នាបន្តិចថានាងមិនដឹងថាសាដូគឺជាបងប្រុសរបស់នាងនោះទេបងម៉េងបានគិតថាក្នុងពេលមុននេះគាត់ទើបតែប្រយោជន៍ជាមួយនឹងបងដែលមានចំណាត់ថ្នាក់សម្រិតតែប៉ុណ្ណោះប៉ុន្តែនេះពេលដ៏ខ្លីមួយនេះក៏បានសម្លាប់បងដែលមានថ្នាក់គោបាត់ទៅហើយបើនិយាយពីគម្លាតរវាងគាត់ហើយនឹងមនុស្សផ្សេងទៀតគឺខុសគ្នាឆ្ងាយខ្លាំងណាស់ការត្រាប់របស់ដោយសម្លាប់បងនោះទទួលបានជាច្រើនក្រុមមនុស្សនេះបានប្រាប់កូនចៅរបស់វាថាសូមឲ្យប្រើស្គីធ្វើខៀសាដូរបស់យើងតែម្ដងទៅកូនចៅរបស់វាបានចេញមកជាមួយនឹងព្រួយប្រើព្រួយរបស់គេបាញ់ទៅដោយជាប់ជាមួយនឹងស្គីមួយដែលមានឈ្មោះថាអន្ត្រីត្រាំងស្លាប់បាញ់សម្រុកទៅកាន់សាដូតែម្ដងប៉ុន្តែស្គីមួយនោះមិនត្រូវសាដូរបស់យើងនោះទេព្រោះអីគាត់បានបបាំងកាយសាដូបានគិតថាគាត់ត្រូវការស្គីបបាំងកាយរបស់គាត់កាន់តែច្រើនជាងនេះដោយសារតែស្គីបបាំងកាយរបស់គាត់មានតែបោកមួយប៉ុណ្ណោះអ្នកបាញ់ព្រួយបានប្រាប់មេរបស់គេថាបរិះម្នាក់នោះបានរត់បាត់ទៅហើយមនុស្សក្នុងចំណោមពួកគេម្នាក់ក៏បាននិយាយផងដែរមើលទៅហាក់បីដូចជាគាត់ឆ្លាតបានគាត់រត់ចោលកន្លែងមួយនេះពួកគេបានរត់ទៅកន្លែងត្រឡប់របស់ទាំងអស់នោះរួមទាំងឲ្យគ្នារបស់ពួកគេនៅក្រោយផងដែរសាដូបានស្ទុះមកពីក្រោយនេះទាំង3ប្រើស្គីមួយខ្វាយពួកគេរួមទាំងគាត់បានប្រើស្គីមួយទៀតខ្វាយមនុស្សដែលនៅក្រោយពួកគេឲ្យស្លាប់អស់ត្រឹមតែមួយរំពេចភ្នែកក្រៅពីសម្លាប់មនុស្សមួយក្រុមនោះអស់សាដូបាននិយាយថាមើលទៅពេលនេះវាហាក់បីដូចជាស្ងាត់ហើយតើលីលីខ្មៅម្នាក់នឹងរត់ដល់ណាបាត់ហើយបំភ្លេចវាខ្ញុំចាំរកនាងនៅពេលក្រោយពេលនេះខ្ញុំមានអ្វីដែលត្រូវធ្វើមួយទៀតខ្ញុំមាន Evil Point គ្រប់គ្រាន់ដើម្បី upgrade Grindy Hand ខ្ញុំនឹងធ្វើការ upgrade វាជាមុនសិនមុននឹងប្រើវាក៏បាន upgrade Grindy Hand របស់គាត់ទៅថ្នាក់ Epic រួមទាំងការត្រឡប់គុណ 300% រួមទាំងអត្រាដែលទទួលបាន 100% ឃើញអត្រាត្រឡប់រហូតដល់
100%សាដូបានកើតក្នុងចិត្តថាខ្ញុំនឹងប្រមូលដុំពន្លឺទាំងអស់នឹងរួមគ្នាតែមួយហើយប្រើ Green Day Hand ស្រូបវាទាំងអស់តែម្ដងគាត់បានប្រមូលដុំពន្លឺទាំងអស់នឹងរួមគ្នាតែមួយហើយគាត់បានប្រើ Green Day Hand របស់គាត់ស្រូបវាតែម្ដងដែលធ្វើឲ្យកន្លែងនោះភ្លឺជាងចាំងជាខ្លាំងពេលនេះគាត់ទទួលបាន Evo Point 7 គុណនឹង 3 រួមទាំងអាយុកាល 216 គុណនឹង 3 និង Special Item ដែលមានឈ្មោះថា Go Fireball ចំនួន 2 Shadow បាននិយាយថាវាពិតជាអស្ចារ្យដែលខ្ញុំទទួលបានកណ្ដឹងនេះមួយគូដែលសមត្ថភាពរបស់វាមានពេលដែលអ្នកពាក់ទៅអ្នកមិនបាត់បង់អាយុកាលពេលដែលអ្នកស្លាប់លើកដំបូងវាគូដល់ចំនួន 1560 វិនាទីការសម្លាប់បិសាចអាយុកាលមាន 20% នឹងគុណនឹង 2 ដោយសារតែវាមានមួយគូវានឹងគុណនឹង 4 អញរួញកណ្ដឹងមួយនេះវានឹងធ្វើឲ្យសត្រូវរបស់យើងក្នុងចម្ងាយ 100 ម៉ែត្រជប់គាំង 3 seconds វាគូដល់ 521 វិនាទីកំពុងតែកាត់ជាមួយរបស់ខ្លួនទទួលបានគាត់ក៏បានលើសម្លេងរបស់នារីសពកំហំនឹងបាននិយាយថានេះជំនាញតាអ្នកកំពុងតែធ្វើអ្វីហើយអ្វីបានជាអ្នកមិនមកទីនេះសាដូបានស្រែករកលីលីប្លែហើយនិយាយថាតើអ្នកនៅទីណាយើងបានឃើញនាងមកដល់កន្លែងតបាទទៅហើយនាងបាននិយាយថាអ្នកទាំងអស់គ្នាកុំចូលមកអីមេក្រុមរបស់វាបាននិយាយថាអូនស្រីហើយមិនព្រមរត់ទៀតទៅកូនចៅរបស់វាបាននិយាយថាមិនមានកន្លែងត្រូវរត់ទៀតទេចាំមកនៅដោយភាពស្ងៀមស្ងាត់យើងធានាថាអ្នកនឹងមានអារម្មណ៍ស្រួលដូចជាឡើងឋានសួគ៌អញ្ចឹងនាងបានកន្លែងមើលពីក្រោយខ្លួនបន្ទាប់មកនាងក៏បានសម្រេចចិត្តទម្លាក់ខ្លួនរបស់នាងចុះតែម្ដងនាងបានធ្លាក់មកដល់ដីយើងបានឃើញនាងស្លាប់រួចបាត់ទៅហើយនាងបានផ្ញើសារមកកាន់សាដូរបស់យើងថាមិនបាច់ជួយនាងនោះទេនាងបានស្លាប់ហើយទៅទីក្រុងបាត់ទៅហើយខេងបែបនឹងសាដូបានតបថាមិនអីទេសម្រងចាំខ្ញុំទីខ្ញុំនឹងទៅវិញហើយសាដូបាននិយាយថាបន្ទាប់ពីបញ្ចប់វាខ្ញុំទទួលបានអាយុកាលចំនួន 3115 ថ្ងៃនិង Evo Point ចំនួន 21 ដែលសល់ផងដែរគាត់ចង់បន្ត Evo Green Day Hand ដដែលប៉ុន្តែប្រព័ន្ធបានលោតមកដោយប្រាប់គាត់ថាត្រូវការ Evo Point ចំនួន 210 ទៅបាន Evo វាបានដោយសារតែវាមានឋានៈ Epic រួចបាត់ទៅហើយខេងបែបនឹងសាដូបាននិយាយថា Evo Point ចំនួន 210 មែនទេវាមិនមែនជារឿងធម្មតានោះទេឋានៈកាន់តែខ្ពស់ Evo Point កាន់តែច្រើនបំភ្លេចវាខ្ញុំត្រូវការអាប់អ្វីផ្សេងទៀតក៏បានអាប់ Insane Shadow Slash ឡើងទៅដល់ឋានៈ Diamond Skill មួយនេះក៏បានឡើងទៅដល់ឋានៈគ្រូផងដែរ Shadow របស់យើងពេលនេះកំពុងតែអាប់ Skill របស់គាត់សម្រាប់ការប្រយុទ្ធជាមួយនឹងបបផ្សេងទៀតបន្ទាប់ពី Upgrade Skill របស់គាត់រួច Shadow បាននិយាយថា Skill Insane Shadow Slash អាចបង្កដុំមេចំនួន 3000 ទោះបីមិនបំបង្កាយក៏ដោយនៅពេលដែលស្ថិតនៅក្នុងទម្រង់បំបង្កាយរួមទាំងការគុណដុំមេទ្វេដងរបស់ Skill គាត់អាចបើកការវាវហាអស់ 6000 ទៅ 7000 ដើម្បីបានការសម្លាប់បោដែលមានឋានៈគោឧបករណ៍សម្រាប់ពាក់វាត្រប់ 2 ទៅ 4 Silver តែប៉ុណ្ណោះអត្រាភាគរយតិចមែនតែនដែលវាត្រប់របស់ដែលមានចំណាក់ឋានៈដូចវាដោយសារតែ Green Day Hand របស់ខ្ញុំពេលនេះខ្ញុំទទួលបានឧបករណ៍សម្រាប់ពាក់ឋានៈគោចំនួន 11 រួមទាំង Platinum ឧបករណ៍សម្រាប់ពាក់ចំនួន 2 និង Skill Box Platinum ចំនួន 1 ផងដែរ Shadow បានដកកូនកវិតមួយចេញមកហើយនិយាយថាមិនអាក្រក់នោះទេវាអាចប្រើក្នុងនាមជាអត្តសញ្ញាណបាទដែលវាបូកការវាវហា135មួយនឹងភាពរហ័សរហួនចំនួន 22 ល្បឿននៃការវាវហាបូកចំនួន 21 បូក 17 នៃការទលុះអមរ Effect របស់វានោះគឺរាល់ការវាវហាទាំងអស់នឹងធ្វើការគុណនឹង 2 Shadow បានដកយកកូនកវិតនឹងមកសាកការហើយនិយាយថាប្រសិទ្ធភាពរបស់វាមានខ្ពស់យ៉ាងនេះគាត់ក៏បានយកគ្រឿងសឹកបំពាក់មួយមកផងដែរដែលវាជាប្រភេទ Armor Shadow បានធ្វើឲ្យ Armor របស់គេបំបង្កាយហើយគាត់បាននិយាយថាវាគឺជាគុណសម្បត្តិមួយដែលធ្វើឲ្យ player មិនដឹងថាយើងមាន Armor នោះទេគេបូកមួយដែលមាន Passive 15% គឺចេញពី damage របស់ enemyឃើញបែបនឹងShadowបាននិយាយថាទីបំផុត Skill នៃShadowបានប្រញាប់ដឹងខ្លួនឡើងវិញហើយប៉ុន្តែក្នុងជីវិតមុនខ្ញុំបានចាំថា Skill មួយនេះគឺជា Skill ដែលមិនមានប្រយោជន៍បំផុតព្រោះពួកគេមិនអាចធ្វើឲ្យអត្រាគឺចេញនោះឡើងបានShadowបានចាប់ផ្ដើមរៀន Skill មួយនោះហើយក៏បាននិយាយថាខ្ញុំខុសគ្នាខ្ញុំអាចប្រើ Evo Skill ដើម្បីអាប់វាបានពេលនេះ Shadow កំពុងតែធ្វើដំណើរទៅទីក្រុងវិញកំពុងតែធ្វើដំណើរស្រាប់តែជួបជាមួយមនុស្សដែលបានដេញតាមសម្លាប់ Lily Blake ពួកគេក៏បានដើរផ្លូវជាមួយគ្នាពេលនោះមនុស្សទាំងអស់នោះមានការពិតភ័យដាក់មេប្រយោជន៍តែម្ដងក្រោយពីដឹងថាគេគឺជាShadow បានប្រើ Skill មួយរបស់គេធ្វើការខ្វាយកូនចៅរបស់វាអស់តែម្ដងសោះតែវាមួយនោះទេគេបានក្រឡេកទៅក្រោយមិនឃើញShadow នោះទេព្រោះអីគាត់បានបំបង្កាយនៅពីមុខរបស់គេគាត់បានចេញមកនៅពីមុខគេគាត់ក៏បានប្រើ Skill វាដុំដេកដាក់លើក្បាលរបស់គេតែម្ដងក្រៅពីមនុស្សទាំងអស់នោះបានស្លាប់Shadowក៏បានចោទឈ្មោះថាជា Killer ប្រព័ន្ធបានប្រាប់Shadow របស់យើងថានៅក្នុងស្ថានភាពជា Killer នៅពេលដែលអ្នកស្លាប់អាយុកាល 75% របស់អ្នកនឹងត្រូវបាត់បង់ឃើញបែបនឹងShadowក៏មិនភ័យព្រួយផងដែរព្រោះអីគាត់មានគិតដឹងដែលធ្វើឲ្យការស្លាប់របស់គាត់លើកដំបូងមិនអស់អាយុកាលនោះទេShadowបានប្រើ Skill របស់គាត់មកដល់ទីក្រុងតែម្ដងក្រុមមនុស្សដែលចង់លួចរបស់Shadowបានចេញមកហើយនិយាយថាសូមរងចាំមួយផ្លែបងប្រាសាទShadowពួកយើងដឹងខុសហើយពួកយើងនឹងធ្វើការផ្ដល់ Skill បុកអត្តសញ្ញាណទៅកាន់អ្នកដែលបានវាមកពីការទិញដោះដូរអាយុកាលរបស់យើងសូមតែអ្នកគម្រោងរឿងយើងទៀតទៅបានហើយ Shadow ក៏បានទទួល Skill បុកមួយនោះផងដែរShadowបាននិយាយថាមិនអីទេអញ្ចឹងមើលទៅកាន់ទឹកមុខរបស់ក្រុមមនុស្សនឹងទៅយើងដឹងហើយថាពួកគេនៅតែចង់ធ្វើខេត
សាដូរបស់យើងដូចដែរសាដូបានមកដល់កន្លែងនាងហើយនិយាយថាជាដំបងណែអ្នកគូតែយករបស់ទាំងអស់នេះសិនទៅបានភ្លាមសឹកប្រើភ្លាមតែម្ដងហើយនាងបាននិយាយថាវ៉ាវវាពិតជាអស្ចារ្យមែនមិនណារបស់ខ្ញុំគុណនឹងពីររួមទាំងដមេរបស់ខ្ញុំផងដែរសាដូបានប្រាប់នាងថាកុំសប្បាយខ្លាំងពេកអីសូមផ្ដល់ចិញ្ចៀនមកកាន់ខ្ញុំសិនមកតបពីនាងបានឲ្យចិញ្ចៀនទៅកាន់សាដូរួចនាងបានប្រាប់ថានៅពេលដែលខ្ញុំកំពុងតែរស់គេខ្ញុំបានឃើញកន្លែងមួយហាមបើដូចជាកន្លែងទៅចូលក្នុងប្រាសាទផងដែរតែអ្នកចាប់អារម្មណ៍វាដែរឬទេលើបែបនឹងសាដូបានក៏ក្នុងចិត្តថាដំបងក្មេងស្រីម្នាក់នេះប្រាប់ខ្ញុំពីកន្លែងបោកកោដិនមួយនោះឥឡូវនេះរួមទាំងប្រាប់ខ្ញុំពីកន្លែងច្រកចូលប្រាសាទផងដែរការខ្លាចជាមិត្តជាមួយនឹងក្មេងស្រីម្នាក់នេះពិតជាទទួលបានថវិកាច្រើនណាស់សាដូបានប្រាប់នាងថាគាត់ចង់លក់អីវ៉ាន់ទៅកាន់បងមីបន្ទាប់មកយើងចាំទៅមើលប្រាសាទមួយនោះជាមួយគ្នានាងបានតបថាកាពីតែរបស់នាងកំពុងតែរវល់ហើយបន្តិចទៀតបានគាត់មកវិញនាងបានបើកផែនទីរបស់នាងមើលបន្ទាប់មកនាងបាននិយាយថានាងបានដាក់អ្វីសង្កត់នៅកន្លែងមួយនោះផងដែរនាងក៏បានប្រាប់ពីអ្វីគ្រប់យ៉ាងទៅកាន់សាដូតែម្ដងលើបែបនឹងសាដូបាននិយាយថាទទួលបានហើយខ្ញុំនឹងធ្វើការទៅមើលប្រាសាទមួយនោះជាមុនសិនសាដូកំពុងតែស្ទុះយ៉ាងលឿនទៅក្នុងប្រាសាទមួយនោះក្នុងពេលកំពុងតែធ្វើដំណើរនោះគាត់ក៏បានគិតផងដែរថានៅក្នុងប្រាសាទមួយនោះប្រកាសជាមានបិសាចច្រើនណាស់ទៅហើយភាគច្រើននៅក្នុងប្រាសាទបិសាចមានឋានៈប្រោននិងឋានៈ Silver កាលពីជីវិតមុនរបស់គាត់មនុស្សបានរកឃើញប្រាសាទដំបងគេវងអស់ហើយគេបានគិតថាវាគឺជាផ្នូរនៃបណ្ដាសាដោយសារតែបិសាចនៅក្នុងនោះច្រើនពេកហើយពួកគេមិនអាចសម្លាប់អស់នោះទេប៉ុន្តែចំពោះខ្ញុំគឺវាបិសាចទាំងអស់នោះគឺជាសម្បត្តិនៃអាយុកាលនិង Evil Point សម្រាប់ខ្ញុំសាដូទៅក្នុងប្រាសាទមួយនឹងគោលម្ដងរបស់គាត់ក៏ចង់ឡើងលេវែល10ផងដែរ